មកបងប្អូនបានទៀតទៅនេះផ្លែទុំទៀតហើយបងប្អូនអើយម្នាក់និយាយពីថាចាมันมือขึ้นនិយាយពីថារសជាតិយ៉ាងណាផ្លែផាសិនណាបងប្អូនអើយផាសិនជាមួយអំបិលម្ទេសមកសាក់មកគ្នាបងប្អូនអើយសាក់ទៅមិនខុសបំណងខ្ញុំថាឆ្ងាញ់ហើយឆ្ងាញ់ណាស់កាលមុនខ្ញុំមិនដឹងថាវាឆ្ងាញ់អញ្ចឹងឯណាខ្ញុំខំថាហូបមិនកើតទេដាំធ្វើអីទេដល់លើមិនហូបមិនកើតទេឲ្យតែផ្លែដឹងតែបេះខ្ទេចអស់ហើយនេះលេមានទុំលើដើមហ្នឹងឲ្យតែទុំបេះឆ្ងាញ់មែនឆ្ងាញ់តែមួយម៉ាត់ណាម៉ាត់ហា